วิธีងាយស្រួលជួយចាស់មានចំណូលហើយថែមនឹងជួយដល់បរិស្ថានទៀតណោះតោះថ្ងៃនេះពួកយើងនឹងនាំគ្នារៀនធ្វើកងកែវកាហ្វេដែលធ្វើអំពីស្លឹកត្នោតចឹងដើម្បីឲ្យបានកងកែវកាហ្វេមួយអីដែលយើងត្រូវការបំផុតហ្នឹងគឺស្លឹកត្នោតបន្ទាប់ពីយើងកាប់វារួចហើយគឺយើងត្រូវការហាលវាឲ្យស្ងួតសិនក្រោយពីស្លឹកត្នោតរបស់យើងបានហាលខាវាស្ងួតបានគ្រាន់បើហើយយើងក៏យកវាមកជ្រៀកជាចម្រៀកបែបនេះមានន័យថាយើងយកខ្នងវាសិនណាខ្នងស្លឹកត្នោតនិងពោះស្លឹកត្នោតត្រូវតែយកចេញពីពោះយើងអត់ត្រូវការវាទេបន្ទាប់ពីយើងយកខ្នងនិងពោះវាហើយអីដែលយើងត្រូវការបន្ទាប់គឺយើងធ្វើការជ្រៀកស្លឹកត្នោតឲ្យវាទៅជាបន្ទះទូចតាមដែលការចង់បានរបស់ពួកយើងដើម្បីឲ្យបន្ទះទូចនឹងបានល្អគឺយើងត្រូវការប្រើឡានក្រោយដល់ពីធ្វើចម្រៀកទូចរបស់ស្លឹកត្នោតមកអីដែលយើងត្រូវធ្វើបន្តគឺជាចំណុចសំខាន់ដែលយើងត្រូវតែយកចិត្តទុកដាក់ទាក់ទងនឹងចំណុចកន្លែងហើយការក្រងនេះយើងត្រូវការកម្លាំងដៃដើម្បីយើងញែកស្លឹកត្នោតឲ្យវាចូលគ្នាចំពោះការក្រងពេលវេលាដែលល្អបំផុតគឺពេលព្រឹកឬក៏ពេលល្ងាចហេតុអីដោយសារតែពេលល្ងាចឬក៏ពេលព្រឹកស្លឹកត្នោតវាទន់តែពេលថ្ងៃគឺវាក្តៅខ្លាំងហើយស្លឹករបស់យើងវារឹងក្រងអត់កើតទេវាងាយនៅក្នុងការបាត់មើលទៅហាក់ដូចជាងាយស្រួលសម្រាប់បងប្អូនដែលចេះក្រងណាអញ្ចឹងការក្រងនោះគឺមិនងាយទេអាចនឹងពងដែរសម្រាប់អ្នកថ្មីដែលគាត់អត់ចេះក្រងឬក៏រៀនក្រងដំបូងអញ្ចឹងវាអាចនឹងពងដែរដោយសារតែស្លឹកត្នោតវារឹងក្រងម៉ូតនេះយើងហៅថាក្រង5ខ្សែអញ្ចឹងមានថាយើងត្រូវការស្លឹកត្នោត5ប្រទេសដើម្បីយើងក្រងទៅឲ្យវាចេញជា5ឬក៏យើងអាចហៅម្យ៉ាងទៀតក៏បានដែរគឺយើងក្រង5ជួរចឹងទម្រាំយើងក្រងបានមួយកងគឺយើងប្រើថរវេលារៀងយូរគួរសមដែរចឹងបន្ទាប់ពីយើងក្រងបានវែងគួរសមហើយអ្វីដែលយើងត្រូវធ្វើបន្ទាប់គឺយើងរុះវាឲ្យវាទន់ស្លឹកហើយឲ្យវារលូនល្អបើយើងអត់រុះវាអញ្ចឹងវាស្លឹកហ្នឹងវាអត់ទន់ហើយវាអត់រលោងស្អាតទេក្រោយមកយើងកាត់វាហើយយើងកងអញ្ចឹងយើងកាប់វាដើម្បីភ្ជាប់វាសិនក្រោយពីយើងកាប់កងវាបានបែបនេះរួចហើយអីដែលយើងត្រូវធ្វើបន្ទាប់នោះគឺជាចំណុចចុងក្រោយគឺយើងចាប់ផ្ដើមដេរយកដៃវាអញ្ចឹងយើងត្រូវវាឲ្យស្មើចំកណ្ដាលទាំងសងខាងមុនយើងចាប់ផ្ដើមដេរវាអញ្ចឹងយើងដេរវាទាំងសងខាងធ្លាប់មានគេសួរថាហេតុអីមិនយើងមិនកាប់វាទាំងអស់ទៅលឿនហើយបានច្រើនទៀតខ្ញុំចង់រក្សាភាពប្រណិតរបស់ស្លឹកត្នោតនឹងមើលទៅវាស្រស់ស្អាតហើយធម្មជាតិហ្មងបើយើងប្រើកាប់មើលទៅវាដូចអត់ស្អាតហើយវាដូចមិនមែនជាអ្វីដែលពួកយើងចង់បានអញ្ចឹងយើងសុខចិត្តចំណាយកម្លាំងបន្តិចចំណាយពេលវេលាបន្តិចប៉ុន្តែបានផលិតផលដែលស្រស់ស្អាតជាសមិទ្ធផលចុងក្រោយបងប្អូនយល់យ៉ាងណាដែរសូមជួយខមមិនអរគុណសម្រាប់ការតាមដាននិងគ្រប់គ្រងផលិតផលខ្មែរ